បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកធ្វើជាវីដេអូមួយយកមកចែករំលែកជូនទៅដល់បងប្អូនដែលជាអ្នកប្រកបកិច្ចការងារតាមរោងចក្រមួយចំនួនបានឲ្យចេះដាក់ពាក្យស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារ ABA នៅក្នុងកុងរបស់បងប្អូនបានមុននឹងខ្ញុំបង្ហាញប្រាប់ពីរបៀបចូលទៅដាក់ពាក្យស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារ ABA នៅក្នុងកុងរបស់បងប្អូនខ្ញុំបាទសូមរំលឹកទៅដល់បងប្អូនបន្តិចបាទបងប្អូនការដែលយើងស្នើសុំប្រាក់កម្ចីមិនថាជាមួយនឹងធនាគារណាទេមុននឹងបងប្អូនសម្រេចចិត្តបងប្អូនត្រូវតែគិតឲ្យដល់ខ្លួនឯងឲ្យបានច្បាស់ជាមុនសិនថាតើសប្តាហ៍ថ្ងៃហ្នឹងបងប្អូនរកប្រាក់ចំណូលក្នុងមួយថ្ងៃបានប្រមាណម៉ឺនហើយក្នុងមួយខែតើបងប្អូនទទួលប្រាក់ខែបានប្រមាណ100បងប្អូនត្រូវតែគិតឲ្យបានច្បាស់ពីចំណុចត្រង់ទៅនឹងបងប្អូនបាទបើសិនជាបងប្អូនគិតថាលទ្ធភាពរបស់បងប្អូនសប្តាហ៍ថ្ងៃបាទរកមួយថ្ងៃបានតិចតួចអញ្ចឹងបងប្អូនកុំប្រសើរជាងជៀសវាងថ្ងៃក្រោយយើងរកប្រាក់សងទៅខាងធនាគារវិញមិនបានខ្ញុំនិយាយនេះគឺខ្ញុំចង់ឲ្យបងប្អូនល្អទេខ្ញុំចង់ឲ្យបងប្អូនគិតបាទគិតម្ដងបន្តិចដើម្បីការពារថ្ងៃក្រោយកុំឲ្យគេមករករឿងយើងដកផ្ទះបងប្អូនណានឹងហើយអញ្ចឹងបងប្អូនត្រូវតែពិចារណាខ្លួនឯងជាមុនសិនថាតើយើងគួរមិនគួរបើលទ្ធភាពយើងអាចនឹងរកប្រាក់សងគេបានចាំយើងស្នើសុំកម្ចីបើយើងមើលទៅលទ្ធភាពយើងរកព្រឹកខ្វះព្រឹករកល្ងាចខ្វះល្ងាចកុំពេញប្រសើរជាងបងប្អូនណានឹងហើយជឿខ្ញុំទៅបាទអញ្ចឹងដើម្បីយើងចូលទៅដាក់ពាក្យស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារ ABA នៅក្នុងកុងរបស់យើងបានបងប្អូនត្រូវតែចូលទៅក្នុង app កុងធនាគាររបស់បងប្អូនជាមុនសិន app ABA បងប្អូនហ្នឹងហើយខ្ញុំបង្ហាញនេះគឺបង្ហាញនៅក្នុង app ABA បាទអញ្ចឹងបងប្អូនចូលមកបាទបន្ទាប់ពីយើងបានចូលមកក្នុង app កុងធនាគារយើងហើយបាទជាទូទៅគឺយើងឃើញតម្រងបែបនេះបងប្អូនណាហ្នឹងហើយយើងឃើញតម្រងបែបនេះអញ្ចឹងដើម្បីយើងចូលទៅដាក់ស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារ ABA បានបងប្អូនត្រូវតែអូសមួយជួរនេះណាអូសមកខាងឆ្វេងដៃបងប្អូនអូសរកមើលពាក្យថាកម្ចីហ្នឹងហើយបងប្អូនអូសតាមខ្ញុំចេះមកបងប្អូនអូសល្មិចក៏អូសទៅតែធ្វើយ៉ាងណាបងប្អូនរកមើលពាក្យថាកម្ចីភាសាខ្មែរយើងបាទនេះនៅត្រង់កន្លែងនេះគេដាក់ថាកម្ចីអញ្ចឹងបងប្អូនទាំងអស់គ្នាចុចចំទៅលើពាក្យថាកម្ចីមកបាទបន្ទាប់មកគេឲ្យយើងវាយពាក្យសង្កាត់ចូលទៅអញ្ចឹងខ្ញុំសូមស្តុបវីដេអូបន្តិចសិនបាទបន្ទាប់យើងបានវាយពាក្យសង្កាត់ចូលហើយបងប្អូននឹងឃើញទម្រង់បែបនេះបងប្អូនណាបាទអញ្ចឹងខ្ញុំនឹងបញ្យល់មួយចំណុចដើម្បីឲ្យបងប្អូនយល់បាទចំណុចទី1គេដាក់ថាកាតឥណទានអញ្ចឹងមានន័យថាយើងអាចស្នើប្រាក់កម្ចីជាមួយនឹងកាតឥណទានដែលយើងហៅថាកាត ATM ប៉ុន្តែលក្ខខណ្ឌរបស់ ABA គេតម្រូវឲ្យយើងនឹងមានលុយនៅក្នុងកាត ATM របស់យើងនឹងចាប់ពី1,50,000ឡើងលើទើបយើងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីបានបាទចំណុចទី2គេដាក់ថាកម្ចីរហ័សយើងចុចចុងពីលើមកកម្ចីរហ័សនេះមានន័យថាយើងអាចកម្ចីបានរហូតដល់ 10% នៃបញ្ជីការដង្កល់មានន័យថាយើងយកប្រាក់មកដង្កល់ជាមួយនឹងធនាគារ ABA ទើបយើងអាចធ្វើការកម្ចីបានចំណុចទី3គេដាក់ថាកម្ចីប្រាក់និវត្តន៍កម្ចីប្រាក់និវត្តន៍នេះខ្ញុំចង់បញ្យល់ប្រាប់បងប្អូនថាអញ្ចេះបើសិនជាបងប្អូនដែលជាអ្នកធ្វើការរោងចក្រនឹងឲ្យធ្វើការតាមរោងចក្រឬក៏តាមក្រុមហ៊ុនណាមួយដែលគេបានបើកប្រាក់ខែឲ្យបងប្អូនតាមធនាគារ ABA ហើយខាងក្រុមហ៊ុនហ្នឹងគេបានទៅចុះ MO បងប្អូនណាបាទចុះ MO ជាមួយនឹងធនាគារ ABA អាហ្នឹងយើងអាចមានសិទ្ធិដាក់ពាក្យស្នើសុំប្រាក់កម្ចីនិវត្តន៍បានប៉ុន្តែបើសិនជាខាងរោងចក្រឬក៏ក្រុមហ៊ុនហ្នឹងគាត់មិនបានចុះបញ្ជី MO ទេគឺយើងមិនអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីនិវត្តន៍បានទេបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនមួយចំនួនពេលគិតចុចទៅគឺចេញបែបនេះអញ្ចឹងបងប្អូនមើលអក្សរគេថាប្រព័ន្ធរួមមានឃើញគណនីប្រាក់ខែរបស់អ្នកមានន័យថាក្រុមហ៊ុន
រោងចក្រឬក៏ក្រុមហ៊ុននឹងគិតឲ្យយើងប្រើកង់ ABA បើប្រាក់ខែជាមួយគិតពិតមានប៉ុន្តែគិតអត់បានទៅធ្វើកិច្ចព្រមព្រៀងចុះ MO ជាមួយនឹង ABA ទេបងប្អូនណាបាទគឺយើងមិនអាចមានសិទ្ធិស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារ ABA បានទេបើសិនជាចេញបែបហ្នឹងបងប្អូនត្រូវយល់ហ្នឹងហើយមានបងប្អូនខ្លះគាត់ថាគាត់មានកន្លែងដាក់កម្ចីប្រតិវត្តប៉ុន្តែគាត់ចេញទៅគឺចេញដូចអ្វីដែលខ្ញុំបង្ហាញបែបនេះអញ្ចឹងមានន័យថាក្រុមហ៊ុនឬក៏រោងចក្រសហគ្រាសនឹងគាត់អត់ទាន់បានទៅធ្វើកិច្ចព្រមព្រៀងសន្យាជាមួយនឹងធនាគារ ABA ទេទើបចេញបែបហ្នឹងបើសិនជាក្រុមហ៊ុនឬក៏រោងចក្រសហគ្រាសនឹងគាត់បានទៅធ្វើកិច្ចព្រមព្រៀងចុះឈ្មោះ GMO បាទគឺយើងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារ ABA បានបងប្អូនត្រូវយកពីចំណុចនឹងឲ្យបានច្បាស់ណាមានន័យថាឲ្យតែយើងមានកង់ ABA យើងបើកប្រាក់ខែជាមួយនឹងធនាគារ ABA គឺយើងអាចបើកស្នើសុំប្រាក់កម្ចីជាមួយធនាគារ ABA បានគឺមិនមែនទេបងប្អូនហ្នឹងហើយបងប្អូនត្រូវយល់អញ្ចឹងមានបងប្អូនខ្លះគឺមានការចាញ់បោកគេជាច្រើនអ្នកណាបញ្ហាទាក់ទងទៅនឹងការស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារ ABA នេះបាទខ្ញុំឃើញនៅតាមបណ្ដាសង្គម Facebook បាទជាច្រើនបងប្អូនភាគច្រើនគឺចាញ់បោកគេនឹងឲ្យចាញ់បោកគេត្រង់ចំណុចថាគេនឹងចេះបង្រៀនឲ្យបងប្អូនបាទឲ្យស្នើសុំប្រាក់កម្ចីនៅក្នុង ABA បានហើយបងប្អូនខ្លះគាត់ឆោតហ្នឹងហើយគាត់ថាហើយបែរជាដូចអ្វីគេបង្ហោះតាមបណ្ដាសង្គម Facebook ហើយប៉ុន្តែកន្លែងខ្លះក៏គេទាមទារឲ្យយើងនឹងធ្វើការបង់ថ្លៃសេវាមុនអីចឹងទៅគេប្រាប់នេះបងប្អូនមើលនៅក្នុង page Facebook របស់បងប្រុសមួយនេះបាទគឺគាត់មានការបង្ហោះទាក់ទងបាទនឹងបញ្ហាអ្នកដែលបានបោកប្រាស់នឹងច្រើនណាបងប្អូនហ្នឹងហើយនេះបងប្អូនមើលឃើញនេះដោយសារអ្វីដោយសារតែយើងនឹងជឿណាជឿជ្រុលហ្នឹងហើយយើងជឿជ្រុលច្រើនពេកទៅបាទក៏ធ្វើឲ្យយើងនឹងបានចាញ់បោកគេនេះបងប្អូនសុទ្ធតែអ្នកដែលរងគ្រោះបងប្អូនអ្នករងគ្រោះចាញ់បោកគេនឹងច្រើនណាស់បងប្អូនរឿងការកម្ចីតាមអនឡាញនៅលើទូរស័ព្ទនៅក្នុងបណ្ដាសង្គម Facebook បងប្អូនមើលនេះឃើញទេបាទហ្នឹងហើយខ្លះដល់1100អីហ្នឹងបងប្អូនឃើញទេអញ្ចឹងបងប្អូនមុននឹងបងប្អូនសម្រេចចិត្តដាក់ពាក្យស្នើសុំប្រាក់កម្ចីលើបង្គោលណាឬក៏នៅក្នុង page Facebook មួយណាបងប្អូនត្រូវតែគិតពិចារណាឲ្យបានច្បាស់ព្រោះឥឡូវនេះប្រាក់យើងពិបាករកណាស់បងប្អូនមិនមែនស្រួលដូចអ្វីដែលយើងគិតទេតម្រាំបាន100យកមកដាក់នឹងខ្លួនគឺយើងប្រកបកិច្ចការងារហត់ណាបងប្អូនណាហ្នឹងហើយបងប្អូនមើលទៅនេះឃើញទេបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែដាក់ទឿនដូចជាប្រាប់បងប្អូនតែប៉ុណ្្នឹងចុះតែបើសិនជាខ្ញុំនិយាយទៅខុសឆ្គងបាទនៅត្រង់ពាក្យពេចន៍សម្ដីណាមួយបាទខ្ញុំអត់សូមធ្វើការអព្យាស្រ័យនឹងខន្តីទៅដល់បងប្អូនទាំងអស់គ្នាផងបាទជួបពេលខ្លះខ្ញុំនិយាយទៅក៏ហើយមានកន្លែងខុសអីចឹងណាហើយខុសទៅអត់ដឹងខ្លួនអីចឹងសូមអព្យាស្រ័យផងបាទសូមអរគុណនិងសូមជម្រាប